បាទសួស្តីបងប្អូនទាំងអស់គ្នានេះជាវីដេអូបង្ហាញពីសកម្មភាពរៀបចំប្រព័ន្ធការពារសត្វកាឌាទុកមុនសម្រាប់ផ្ទះវិឡាបាទអញ្ចឹងតកតងនឹងទីតាំងនេះគឺយើងធ្វើការបាញ់ថ្នាំនិងរៀបចំប្រព័ន្ធតយោបន្ថែមដូចនៅក្នុងវីដេអូនេះអញ្ចឹងបាទគឺយើងរៀបនៅគ្រប់ធ្នឹមអមសងខាងធ្នឹមទាំងអស់តែម្ដងបាទហើយទីតាំងនេះជាទីតាំងបរិយមួយកន្លែងបាទដែលជាប្រភេទវីឡាសុទ្ធតែម្ដងដែលគាត់ធ្វើការរៀបចំប្រព័ន្ធការពារសត្វកាឌាទុកមុនបាទចឹងតកតងនឹងការរៀបប្រព័ន្ធតយោនិងបាញ់ថ្នាំនេះក៏ជាផ្នែកមួយនៃការពារសំណង់របស់បងប្អូនដែរគឺការពារកុំឲ្យមានសត្វល្អិតជាពិសេសសត្វកាឌាតែម្ដងគឺអត់អាចនៅបាតផ្ទះបងប្អូនឡើងមកស៊ីទ្រព្យសម្បត្តិអីវ៉ៃអីវ៉ាន់គ្រឿងលម្អគ្រឿងសង្ហារឹមបងប្អូនបានទេអញ្ចឹងបើសិនជាបងប្អូនសាងសង់ផ្ទះថ្មីបងប្អូនគួរតែរៀបចំប្រព័ន្ធការពារទុកមុនដូចនៅក្នុងវីដេអូដែលយើងបង្ហាញអញ្ចឹងជាប្រភេទផ្ទះថ្មីហើយគាត់ធ្វើការពារសត្វកាឌាទុកមុនបាទអញ្ចឹងបងប្អូនមានតម្រូវការតាក់ទងនឹងសេវាកម្មរៀបចំប្រព័ន្ធការពារសត្វកាឌាទុកមុនបងប្អូនអាចធ្វើការតំណែងមកពួកយើងបានបាទសូមអរគុណ